នៅពេលនេះប្រទេសបារាំងបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងបំផុតចំពោះការប៉ះទង្គិចគ្នាដោយការប្រើប្រាស់អាវុធធុនធ្ងន់រវាងកម្ពុជានិងថៃហើយក៏ជំរុញឲ្យភាគីទាំងពីរសូមបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់និងវិលមកចូលក្នុងតុចរចាក្រោយពីភាគីសៀមផ្កើនលែងស្ដាប់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្តមអានវ៉ាអ៊ីមប្រាហ៊ីមដែលជាប្រធានអាស៊ានក្រសួងការបរទេសបារាំងនៅថ្ងៃនេះទទួលបន្ទុកកិច្ចការអឺរ៉ុបនិងកិច្ចការបរទេសនៅថ្ងៃអាទិត្យទី14ខែធ្នូឆ្នាំ2025នេះបានចេញសេចក្តីថ្លែងការណ៍មួយជាផ្លូវការដោយបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងកម្ពុជានិងថៃបារាំងដែលជាអតីតអាណាព្យាបាលរបស់កម្ពុជាក្នុងអំឡុងសម័យអាណានិគមនិយមបានជំរុញយ៉ាងទទូចឲ្យភាគីកម្ពុជាថៃសូមបញ្ឈប់រាល់សកម្មភាពបង្កអរិភាពជាបន្ទាន់ហើយវិលត្រឡប់ទៅកាន់រកតុចរចាស្របតាមស្មារតីនៃសេចក្តីប្រកាសសន្តិភាពនៅទីក្រុងកូឡាឡាំពូសម្ដៅទៅដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅវេលាម៉ោងប្រមាណជា10:00នាទីយប់ក្នុងថ្ងៃអាទិត្យទី10ខែធ្នូឆ្នាំ2025នេះប្រទេសបារាំងបានសង្កត់ធ្ងន់ថាបារាំងបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃនិងប្រទេសកម្ពុជាប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានក្នុងការជំរុញឲ្យមានការបន្តកិច្ចសន្ទនាដោយសន្តិវិធីរវាងប្រទេសទាំងពីរប្រទេសបារាំងគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអានវ៉ាអ៊ីមប្រាហ៊ីមក្នុងការបង្កើតឲ្យមានបទឈប់បាញ់ភ្លាមៗហើយជំរុញភាគីទាំងពីរឲ្យបញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗនិងត្រឡប់ទៅកាន់រកការសន្ទនាគ្នាវិញស្របតាមបទបញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពូដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធីសេចក្តីថ្លែងការណ៍របស់បារាំងក្នុងឋានៈជាមហាអំណាចដ៏ធំមួយក្នុងពិភពលោកនេះបានឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់អន្តរជាតិចំពោះស្ថានភាពជម្លោះព្រំដែនមួយនេះហើយបានអំពាវនាវឲ្យភាគីទាំងពីរសូមរក្សាភាពអត់ធ្មត់កាត់បន្ថយភាពតានតឹងនិងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះយន្តការការទូតដើម្បីទប់ស្កាត់យ៉ាងណាកុំឲ្យស្ថានភាពកាន់តែអាក្រក់ទៅនិងដើម្បីការពារសន្តិភាពព្រមទាំងស្ថិរភាពនៅក្នុងតំបន់